បងរងជាមួយគ្នាទៅមករងជាមួយគ្នាមកម្ចាស់បងរងជាមួយគ្នាទៅរងជាមួយគ្នាជាច្រើននោះមិនមែនជាការយល់សប្តិទេប៉ុន្តែហេតុអីក៏ទ្រង់ចំណាំខ្ញុំមិនបានចឹងហេតុអីក៏ទ្រង់ចាំខ្ញុំមិនបាននាងចង់ធ្វើអីតើអកូនគឺខ្ញុំម្ចាស់នាងជាអ្នកណាខ្ញុំម្ចាស់គឺស៊ូឡាមុបងប្អូនល្អរបស់ទ្រង់នៅចាំបានទេសុលមុទ្រង់ពិតជាមិនចាំខ្ញុំម្ចាស់មែនទេក៏ពិតនាងចង់ធ្វើអីខ្ញុំម្ចាស់យកវាមកទ្រង់តតវាហើយតើអាចនឹកឃើញអីទេនេះជារបស់អីព្រួយតូចគឺទ្រង់ធ្វើវាឲ្យខ្ញុំម្ចាស់ដោយផ្ទាល់ទ្រង់នៅចាំបានទេព្រួយតូចដែលខ្ញុំធ្វើទ្រង់តតឲ្យច្បាស់ទេទ្រង់សាកគិតម្ដងទៀតមើលសេនាចាប់ឃាតករលោកជង្គង់ចុះព្រះអង្គម្ចាស់ខ្ញុំម្ចាស់មិនមែនជាឃាតករទេមិនមែនទេបើមិនឃាតករយកអាវុធមកតាមធ្វើអីទៅមិនមែនជាអាវុធធ្វើឃាតទេគ្រាន់តែយករបស់មួយនេះឲ្យព្រះអង្គម្ចាស់ទី14ចង់ឲ្យព្រះអង្គម្ចាស់បញ្ជាក់ពីរឿងមួយពិតជាសម្ដីថ្លោះណាស់ព្រះអង្គម្ចាស់ទី14ជាអ្នកក្លាហានរបស់ខើអឺស៊ីងឯងជាអ្នកបម្រើថោកទាបម្នាក់បែរជាហ៊ានមានតំណែងជាមួយនឹងទ្រង់ឯងពិតជាមិនចេះប្រមាណខ្លួនមែន
ព្រះអង្គម្ចាស់ទី14ទ្រង់ពិតជាមិនចាំមែននេះស៊ឺឡាមុប្អូនប្រុសស៊ឺឡាមុព្រួយតើញ បិទមាត់ទៅប្រម្ចាស់ទី14ពងខ្ពស់នាងជាអ្នកបម្រើបើជាពាក្យកណ្ដាលយប់ហ៊ានរត់ទៅបន្ទប់ប្រម្ចាស់ទី14ចង់ធ្វើឃាតនេះនិយាយទៅនាងទទួលបញ្ជាពីអ្នកណាគេពួកឯង ក្រាបទូល អូគេទៅពីនេះទៅ ក្រាបទូល ព្រះអង្គម្ចាស់ទី14ខ្ញុំឈប់ភ្លាមបៃតាស៊ូមកអើមិនមែនជាឃាតករទេគឺខ្ញុំឲ្យគេទៅរកព្រះអង្គម្ចាស់ទី14 ណែពូថៃគឺបត់ឲ្យគេពាក់កណ្ដាលយប់ទៅរកព្រះអង្គម្ចាស់ទី14តើមែនទេ គឺខ្ញុំម្ចាស់យល់ថាកូនព្រួញតូចនេះគួរឲ្យស្រឡាញ់ចង់យកវាធ្វើជាអំណោយថ្វាយដល់ព្រះអង្គម្ចាស់ទី14អ្នកក្លាហានរបស់ខើអឺស៊ីង ព្រះម្ចាស់ចាងសាននេះសុទ្ធតែបំណងល្អរបស់អ្នកនាងម្ចាស់មើលចុះខ្ញុំមិនបានកើតអីទេគ្រាន់តែជាការយល់ច្រឡំមិនបាច់ដេញដោលទៀតទេ អូស្ដាប់តាមទ្រង់ទាំងអស់ អើប្រកបតែត្រង់យកយល់ ទឹកចិត្តរបស់អ្នកនាងម្ចាស់ទូឲ្យគួរទទួលហើយ អ្នកនាងម្ចាស់ស៊ូមកអើដឹងខុសហើយបើមិនមែនត្រង់អង្វរជំនួសខ្ញុំម្ចាស់ព្រះអង្គម្ចាស់មិនអធិស្ឋានឲ្យខ្ញុំម្ចាស់ត្រង់ដាក់ទោសម្ចាស់ខ្ញុំម្ចាស់សុខចិត្តទទួលខ្ញុំដាក់ទោសឯងធ្វើអីឯងមានគំនិតបែបនេះខ្ញុំអាចយល់បានតើអើកូនជាអ្នកក្លាហានរបស់ខើអឺស៊ីងរបស់ពួកយើងស្រីណាមិនស្រឡាញ់ទៅអ្នកនាងម្ចាស់មិនមែនអញ្ចឹងទេអញ្ចឹងឯងលួចចូលបន្ទប់ព្រះអង្គម្ចាស់ទាំងយប់ធ្វើអីទ្រង់មានឋានៈខ្ពង់ខ្ពស់មិនមែនជាមនុស្សធម្មតាទេប៉ុន្តែទ្រង់ជាមនុស្សប្រោតដែមពុកមកពុកថៃខ្ញុំពេញចិនខ្ញុំនិងមនុស្សស្រីផ្សេងមិនដូចគ្នាទេខ្ញុំមិនអាចទ្រាំបានរឿងដែលចែករំលែកការស្រឡាញ់ប្រុសម្នាក់ជាមួយស្រីផ្សេងទេអ្នកនាងម្ចាស់ពេលដើរមកខ្ញុំម្ចាស់មិនអាចចង់ដណ្ដើមអីជាមួយទ្រង់ទេមិនធ្លាប់គិតទៅតែសោះអញ្ចឹងបានខ្ញុំឲ្យឯងស្បត់ចំពោះមុខទេវតាមិនអញ្ចឹងឯងកុំសង្ឃឹមថាបានបំរើនៅក្បែរខ្ញុំទៀតខ្ញុំគ្មានបងប្អូនដូចជាឯងអញ្ចឹងទេអ្នកនាងម្ចាស់កុំទៅអីត្រង់សវណ្ណនៃត្រូវពួកយើងឆ្លងកាត់ការស្លាប់រស់ជាមួយគ្នាពួកយើងបានស្បត់ចំពោះមកទេវតាធ្វើជាបងប្អូនល្អអស់មួយជីវិតតែមានរឿងមួយខ្ញុំម្ចាស់មិនគួរលាក់ជាមួយត្រង់ទេអ្នកនាងម្ចាស់ប៉ុន្តែតែខ្ញុំម្ចាស់ធ្លាប់ឆ្លងកាត់ស្លាប់រស់ជាមួយត្រង់ប៉ុន្តែខ្ញុំម្ចាស់នឹងព្រះម្ចាស់ទី14អ្វីដែលឆ្លងកាត់នោះគឺរត់តែច្រើនពេលដែលបានជួបព្រះអង្គម្ចាស់ទី14ម្ដងទៀតនោះគឺជាថ្ងៃដែលខ្ញុំម្ចាស់នៅជាមួយអ្នកនាងម្ចាស់គ្រាន់តែចម្លែកព្រះអង្គម្ចាស់ទ្រង់បែរជាចំណាំខ្ញុំម្ចាស់មិនបានទ្រង់ដូចជាផ្លេចរឿងដែលកើតឡើងរវាងខ្ញុំនិងទ្រង់ខ្ញុំដូចជាធ្លាប់លើព្រះអង្គម្ចាស់ទី15រំលឹកថាព្រះអង្គម្ចាស់ទី14ធ្លាប់បាត់ការចងចាំបាត់ការចងចាំមិនក៏តែជាអញ្ចឹងអ្នកនាងម្ចាស់ចរិយាសុខភាពរបស់ទ្រង់អាចប៉ះពាល់អីទេពេលបែបនេះឯងបារម្ភនោះមិនមែនជាព្រះអង្គម្ចាស់អាចនឹកឃើញឯងឬអត់ទេតែជាសុខភាពរបស់ទ្រង់មើលទៅឯងចំពោះទ្រង់មានមនោសញ្ចេតនាមែនស៊ូមូអើឯងប្រាប់ខ្ញុំមកឯងស្រឡាញ់ព្រះអង្គម្ចាស់ប៉ុណ្ណាខ្ញុំចង់ស្ដាប់តែពាក្យពិតទេ
យាយមិនចាញ់ថាស្រឡាញ់ត្រង់ប៉ុណ្ណាបានអញ្ចឹងខ្ញុំប្រាប់ឯងចុះថាខ្ញុំស្រឡាញ់ត្រង់ប៉ុណ្ណាអ្នកនាងម្ចាស់ស៊ូមកខ្ញុំគឺស្រឡាញ់តើអរគុណពិតមែនតែឯងបានស្គាល់ត្រង់មុនប៉ុន្តែពេលនេះខ្ញុំពិតជាមិនអាចគ្មានត្រង់ទេខ្ញុំឲ្យឯងស្បត់ចំពោះពុកទេវតាថាឯងមិនរំលឹករឿងពីមុនរបស់ឯងនៅព្រះអម្ចាស់ទៀនអ្នកនាងម្ចាស់ខ្ញុំល្អឯងមិននិយាយជីវិតខ្ញុំមួយនេះគឺឯងជាអ្នកជួយមកពេលនេះខ្ញុំយកជីវិតមួយនេះសងឯងវិញបំពេញបំណងឯងនឹងត្រង់ទេអ្នកនាងម្ចាស់អ្នកនាងម្ចាស់សាច់ញាតិរបស់ស៊ូមអនៅលើលោកនេះម្នាក់សុទ្ធតែចាក់ចេញពីខ្ញុំម្ចាស់ត្រង់ជាសាច់ញាតិតែម្នាក់របស់ខ្ញុំម្ចាស់នៅលើលោកនេះខ្ញុំម្ចាស់មិនឲ្យត្រង់មានរឿងអីទេបានខ្ញុំម្ចាស់សន្យាសុំទោសផងខ្ញុំមើលរំលងមនុស្សល្អខ្ញុំរវល់ខ្វល់មនុស្សចោលសៀតខ្ញុំម្ចាស់នៅលើលោកនេះខ្ញុំម្ចាស់មិនឲ្យត្រង់មានរឿងអីទេបានខ្ញុំម្ចាស់សន្យាសូមអើខ្ញុំស្បាត់ចំពោះមុខទេវតាមិនអាចឲ្យព្រះអង្គម្ចាស់ទី14ដឹងពីរឿងទាំងអស់នេះរវាងខ្ញុំម្ចាស់ជាមួយនឹងត្រង់ទេខ្ញុំម្ចាស់នឹងយករឿងដែលបានឆ្លងកាត់ទាំងអស់កប់នៅក្នុងចិត្តរលាយនៅក្នុងពោះសូមអើអរគុណឯងក្រៅពីតើអរគុណឯងចង់បានអីពីខ្ញុំឲ្យឯងទាំងអស់ឲ្យខ្ញុំធ្វើអីដើម្បីឯងខ្លះទៅបែបនេះទៅចិត្តខ្ញុំបានធូរបន្ទិញអ្នកនាងម្ចាស់ខ្ញុំម្ចាស់គ្រាន់តែចង់បានកូនព្រួញតូចដែលព្រះអង្គម្ចាស់ទី14ឲ្យមកវិញត្រង់កុំបារម្ភខ្ញុំម្ចាស់គ្រាន់តែចង់យកមកទុកព្រោះវាជាអនុស្សាវរីយ៍ស្រស់ស្អាតជាច្រើនខ្ញុំម្ចាស់ចង់យកវាមករក្សាទុកឲ្យបានល្អគឺលាក់ទុកនៅក្នុងចិត្តរបស់ខ្ញុំម្ចាស់ជារៀងរហូតបានខ្ញុំសន្យានឹងឯងស៊ូមអើនាំគ្នាស្រាក់ច្បាស់ខ្ញុំត្រូវវាឃើញស៊ីវិញឲ្យតាជីងមើលទៅមើលរបស់ពួកយើងមកជាពិសេសគឺមិនអាចលើកលែងទៅអគូននោះបានជាដាច់ខាត់សម្រាប់លឿនយ៉ាងនេះពួកថាត្រឡប់មកវិញទៀតហើយហេសំណាងមានតែមិនគុណទាំងពីរមកតន់ពេលសុំទ្រង់ឆាប់ដងកងទ័ពទៅកំចាត់គេឲ្យអស់តែម្ដងទៅលើនេះថាប្រាជ្ញាចិត្តត្រូវតែយកឈ្នះគឺចង់លុបលាងការប្រមាថក្នុងបរាជ័យលើកមុនបើសិនជាគ្មានសង្ឃឹមគ្រប់គ្រាន់ទេមិនអាចធ្វើអីពេលផ្លាស់ទេហើយតើម៉េចនេះអាយ៉ាអ្នកខ្លះរបស់តាជីងទាំងពីរក៏គ្មានសង្ឃឹមគ្រប់គ្រាន់ដែរអញ្ចឹងពួកយើងគិតយ៉ាងម៉េចទៅគិតយ៉ាងម៉េចទៅយ៉ាពួកយើងរកឲ្យមានទឹកមានស្មៅស្រស់ស្អាតទៀតទៅយ៉ាងណាក៏មិនបារម្ភថាពួកគេអាចមកវាយពួកយើងទៀតដែរមែនទេរត់ទៅមកទៅមិនឯងរកកន្លែងដែលដូចខើអស៊ីងមានស្មៅមានទឹកស្រស់ស្អាតបែបនេះទេមានតែទឹកដីដែលគ្មានបានការទៅគ្មានអ្នកណាចង់បានតែកន្លែងអស់នោះបងអាចគ្រាន់បានទេអាយព្រះអង្គម្ចាស់លេខខិតជប់បាំងថាអើផ្ចាមកលឿនយ៉ាងនេះផងឯងអ្នកនាំសាទិឆាមកវិញហើយនៅ
លីនតានហានគេថាម៉េច មនុស្សរបស់លេខតានហានគឺមិនព្រមជួបអ្នកនាំសារពួកយើងទេសូម្បីអ្នកនាងម្ចាស់ក៏មិនអាចជួបដែរមិនចាំបាច់និយាយពីតបជាមួយទេ ចេញទៅ ក្រាបទូ ហ៎ដងវាយយកដងវាយរត់របស់កសិញឲ្យទៅពួកគេទាំងអស់ទៅនៅមានសេសាទៀតសេស្អាតរឿងសំខាន់បំផុតរៀបអភិសេកទៅ អាយមិនមកទៅ អី ប្រអម្ចាស់ទី14ស្ថានភាពពេលនេះពិតជាធ្ងន់ធ្ងរណាស់ពួកយើងគួរធ្វើយ៉ាងម៉េចទៅ ដើម្បីឃើញសេងនឹងតាជីងលើកនេះត្រូវតែវាយ ថាចេញតបទាំងអស់តើគួរបើជាចេញមុខនៅក្នុងស្ថានភាពបែបនេះគឺដូចជាកាន់តែមានអត្តន័យហើយយើងថាសំអាងលើកម្លាំងរបស់តើគួនទោះជាគ្រាន់តែដុសថ្មិញឲ្យពួកគេក៏មិនគ្រប់ផងពួកយើងចាំមើលសិនទៅមើលខ្លាខំគ្នាសិនពួកឯងត្រូវតែដឹងថាសត្រូវសំខាន់របស់ពួកយើងមិនមែនថាទេតែជាអ្នកដែលពួននៅពីក្រោយដូចជាពួកយើងហុកថាជី ព្រះអង្គក្រាបទូលព្រះអង្គដំណឹងបន្ទាន់សូមទូលព្រះអង្គទូលបង្គំទទួលបានព្រាមនាំសារពីព្រះអង្គម្ចាស់ទី14ថានាំទ័ពទាំងអស់ចេញមកប្រកាសសង្គ្រាមសង្ឃឹមថាព្រះអង្គចេញទ័ពជំនួយទៅជួយជាបន្ទាន់ ថាឆ្លៀនពីនម្ដងទៀតប្រកាសជាមានត្រៀមលក្ខណៈលើកនេះតើគួនគ្រោះច្រើនជាងលៀមហើយប្រាប់តើគួនទៅថាពេលនេះខាងនេះជីងគឺត្រូវការការពារចាំខាងនេះធូរស្រាលបន្តិចយើងនឹងចាត់កងទ័ពជំនួយទៅភ្លាម ក្រាបទូល ចាស់ប្អូនទី14មើលទៅទេវតាក៏មិនជួយឯងដែរយើងចាំបាច់ប្រឆាំងនឹងព្រំលិខិតធ្វើអី ម៉ែដោះថាមិញព្រះអង្គមិនអោយតបទៅជួយខើអស៊ីងទេអីដំណឹងនេះទុកចិត្តបានទេ ប្អូនប្រុសខ្ញុំម្ចាស់គឺជាកងការពារនៅក្បែរព្រះអង្គនេះគឺប្អូនប្រុសរបស់ខ្ញុំម្ចាស់ប្រាប់ដោយផ្ទាល់ដាច់ខាតគេមិនអាចកុហកខ្ញុំម្ចាស់ទេ ឈាមហូរនៅលើខ្លួនខ្ញុំនេះជាឈាមខើអស៊ីងឬក៏សំបីមុខមាត់បន្តិចក៏ទ្រង់មិនអោយដែរមើលទៅគឺខ្ញុំមិនទាន់បានចូលក្នុងបតីរបស់ព្រះអង្គទេ ព្រះអង្គម្ចាស់ទ័ពជំនួយត្រូវបានបដិសេធហើយតែពួកថាបានបាយមកជាបណ្ដាអាចឡំពត់ពួកយើងបានគ្រប់ពេល មិនអាចនៅយូរខ្ញុំដឹកនាំទ័ពទៅទប់ទល់ ចាបងធ្វើបែបនេះគឺពិតជាគ្រោះថ្នាក់ពេកហើយលើកនេះថាគឺលើកតបមកតែកងទ័ពពួកយើងគឺមិនគ្រប់ទេបើសិនជាពួកយើងចេញទៅទាំងគ្មានការត្រៀមទុកនោះមានតែបាត់បង់កាន់តែច្រើន បើសិនជាមិនចេញទៅទេទ័ពទាំងអស់នឹងបាត់បង់ចាស់បងបងចេញទៅមុខឯងច្បាំងតាមចំហៀងឲ្យទៅវាយផ្ដាច់ទ័ពកណ្ដាលក៏អីសិញមិនត្រូវឡំពាត់ទេ ឯងដឹកនាំកងទ័ពពួកយើងដែលនៅសេសសល់ទាំងអស់ចេញទៅជួយព្រះអង្គម្ចាស់ទី14ទៅកងទ័ពថាច្រើនពេកហើយបីដាក់ខ្លាចពួកទ្រង់ទប់ទល់មិនបានទេ ខ្ញុំអីយ៉ាបៃតាថាទៅខ្ញុំមាននាំទ័ពទៅដែរទេហើយឮថាលើកនេះកងទ័ពរបស់ថាទៅច្រើនជាងកងទ័ពពួកយើងប្រហែលដងទៅជាទ័ពទៅឲ្យគួនមិនមែនជាមនុស្សធម្មតាលើកនេះក៏គ្រោះច្រើនជាងលៀបដែរបើខ្ញុំទៅតាមមនុស្សទៅស្លាប់ទៅទៅហើយទេមិនអាចទៅបានទេ ពួកទ្រង់កំពុងតែជួយពួកយើងច្បាំងគ្នាហើយអូខេសាត់ឯងមិនទៅអ្នកណាទៅឬក៏ឯងឲ្យបៃតាទៅ ហើយបៃតាទ្រង់ក៏ដឹងដែរសង្គ្រាមនេះគឺគ្រោះច្រើនជាងលៀបបើសិនជាទៅមកគុំទៅរឿងអីអញ្ចឹងបៃតាពិតជាលែងមានបនទៀតហើយតំណែងបៃតាក៏អត់មាននរណាបន្តវេនដែរបុតប្រកាសជាស្លាប់ជាមិនខាន ខ្ញុំតែ
មិនបានធ្វើសង្គ្រាមសុទ្ធតែជារឿងមនុស្សប្រុសបត់ជាមនុស្សស្រីមិនអាចចូលរួមបានទេ តែមានមនុស្សគ្មានកំណើនមានតែខ្ញុំជាមនុស្សស្រីនេះអ្នកទៅហើយ ឯងទៅមិនទេកូនស្រីរបស់កូនសំពន់ទុកសម្រាប់ចងមេត្រីនោះគឺជាវិធីចុងក្រោយដែលត្រូវប្រើហើយបើសិនជាឯងទៅបាត់មួយស្លាប់ក្នុងសមរភូមិវាគិតយ៉ាងម៉េចទៅនោះมันខ្ជិះខ្ជាឯងទៅហើយនេះ បងជាមនុស្សកំសាកបេតាឲ្យខ្ញុំទៅចុះ ឲ្យជប់លៀមមកឲ្យទៅទេឲ្យទៅទេ លែងដៃ ឲ្យទៅទេមិនឲ្យទៅទេ មិនចាំបងមិនចាំបងតែទេ មកទៅ បងលែងដៃ មិនលែងទេ ចាំបង មិនលែង លែងដៃ មិនចាំបងទី14 ព្រមចាស់ទី14ថាត្រូវពួកយើងវាយអស់ហើយតួគួរនៅរបួសធ្ងន់គ្រោះច្រើនជាងលៀម មិនស្មានថាពួកគេបែរជាអាចវាយឲ្យថាដកទ័ពតើគួនបើឯងមកវិញមិនបានយើងមានតែធ្វើបុណ្យឲ្យឯង ព្រមចាស់ទី15គ្រូពេទ្យនិយាយថាព្រមចាស់ទី14ប្រហែលជាឆ្លងមិនផុតពីយុគនេះទេ មិនអាចទេចាស់បងខ្ញុំពីដើមមកគឺសំណាងល្អណាស់រឿងដែលពិបាកពួកយើងបានឆ្លងកាត់អស់ហើយលើកនេះក៏ប្រកាសជាមិនអីដែរ មែនហើយមនុស្សចិត្តល្អប្រកាសជាមានទេវតាជួយ ចាស់បងមនុស្សកំពុងតែបារម្ភពីម្ចាស់បងច្រើនណាស់បងត្រូវតែដឹងប្រកាយឡើង តើអរគុណត្រង់មានប្រជជនថ្លៃត្រង់ប្រកាសជាមិនអីទេទេវតាប្រកាសជាថែរក្សាត្រង់បាត់សុខសាន្តខ្ញុំគួរធ្វើម៉េចបងគាត់មិនអាចជាឡើងវិញទេមែនទេ ខ្លួនរបស់មនុស្សគឺធាតុក្តៅបើសិនជាមុខទ្រូងរបស់គាត់នៅមានកម្ដៅចុងក្រោយប្រហែលជាលេខជឿដែលនៅលើភ្នំអាឡូស៊ីនោះអាចจะគ្រោះគាត់បាន លេខលាឡើងភ្នំ ឬថាបើបានផឹកលេខជឿនោះគឺអាចធ្វើឲ្យមនុស្សស្លាប់រស់ឡើងវិញប៉ុន្តែលេខជឿប្រភេទនោះគឺមិនងាយរករួយទេគ្រប់មនុស្សដែលចង់រកវាគឺសុទ្ធតែដៃទៅទេត្រឡប់មកវិញទាំងអស់ដូចជានារីទេពទៅកកចឹងមាននិស័យទៅមើលឃើញ ភ្នំអាឡូស៊ីនឹងលេងជឿននោះខ្ញុំត្រូវតែជួយត្រង់តើអរគុណខ្ញុំជឿថាទេវតាអាចខានបាត់បង់លោកទេទោះជាផ្លូវទៅភ្នំអាឡូស៊ីពិបាកយ៉ាងណាក៏រារាំងការសាកល្បងរបស់ខ្ញុំមិនបានដែរបើសិនជាលេងជឿភ្នំបាត់ជឿអាចជួយត្រង់បានខ្ញុំសូមចាប់ទទួលនឹងគ្រោះថ្នាក់ទាំងអស់សូមអង្វរទេវតាយកសំណាងមួយជីវិតរបស់ខ្ញុំមកប្រើនៅពេលនេះចា៎ អ
ត់ឡើងមកដល់ហើយខ្ញុំទៅបេះលេងជើសិនឯងនៅទីនេះចាំខ្ញុំណា นมอาลูซีគឺជាកន្លែងស័ក្តិសិទ្ធិវានឹងเป็นនៃមនុស្សដែលមានចេតនាមកបំពេញមនុស្សជាច្រើនដែលចង់ទទួលបានលិញជឿលើភ្នំសុទ្ធតែមិនអាចរស់មកវិញទេមានតែអ្នកទទួលបានការការពារពីទេវតាភ្នំទើបមាននិស្ស័យបានឃើញវា